លោកជំទាវឧត្តមសេនីយ៍ឯកម៉ាលីសុចិតាអ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹងថានៅថ្ងៃអង្គារទី28ខែមេសាឆ្នាំ2026វេលាម៉ោង 12:54 នាទីរសៀលក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាបានសម្របសម្រួលដំណើរទស្សនកិច្ចលើកទី2ប្រចាំឆ្នាំ2026របស់ក្រុមអនុព័ន្ធយោធាបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជាចុះអង្កេតការតំបន់អូភ្លុកដំរីនៅខេត្តពោធិ៍សាត់កម្ពុជាសូមសម្ដែងនៅការស្វាគមន៍ចំពោះបណ្ដាប្រទេសជាមិត្តដែលមានបំណងចូលរួមចុះត្រួតពិនិត្យនិងអង្កេតការដោយផ្ទាល់នៅតាមបណ្ដាព្រំដែនកម្ពុជាថៃដើម្បីតាមដានអនុវត្តបទឈប់បាញ់សម្ដៅធានាឲ្យបាននៅតម្លាភាពជឿទុកចិត្តបាននិងភាពត្រឹមត្រូវរាជរដ្ឋាភិបាលនិងក្រសួងការពារជាតិកម្ពុជាសូមបញ្ជាក់ពីការបដិញ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ស្មោះត្រង់សុចរិតក្នុងការគោរពនិងអនុវត្តយ៉ាងពេញលេញនិងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មការព្រំដែនទូទៅកម្ពុជាថៃ JBC ថ្ងៃទី27ខែធ្នូឆ្នាំ2025សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃថ្ងៃទី26តុលាឆ្នាំ2025និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀតដើម្បីឆ្ពោះទៅរកការធ្វើឲ្យប្រសើរឡើងវិញយ៉ាងឆាប់រហ័សនិងវិលត្រឡប់ទៅរកភាពប្រក្រតីសន្តិភាពស្ថិរភាពនិងសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដាព្រំដែនប្រទេសទាំងពីរ